បានពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីយើងនេះទស្សនភាពផ្ទះឆេះនៅក្នុងថ្ងៃទី1ខែកក្កដាឆ្នាំ2025ញាតិញោមអើយម្ចាស់ផ្ទះនៅឡើងទៅរកស៊ីណាឡើងទៅរកស៊ីញាតិញោមគេទេទៅប្រាប់ផ្ទះឆេះអស់ហើយមើលអស់លីងញាតិញោមអើយគ្មានយកអីចេញបានទេគួរអាណិតមែនតើញាតិញោមមិនសល់អីទេញាតិញោមមើលអស់លីងអញ្ចាំងអីឆេះអស់ញោមស្រីក៏មិននៅញោមប្រុសឡើងទៅស៊ីឈ្នួលគេនោះនេះម្ចាស់ផ្ទះអាវក្រហមនេះអីវ៉ាន់សល់មិនសល់ទេអស់ហើយនេះតើអំកើតទេអាណាងោងអីឆេះអស់ហើយណាអស់លីងមើលមានអីសល់ទៀតញាតិញោមមកមើលឆេះអស់លីងហ្នឹងហើយថ្ងៃនេះខ្ញុំកណាអាត្មាភាពបច្ចាតការវត្តអូស្បៃប្រាស់ព្រមទាំងក្រុមការងារសន្និសិទបញ្ញវន្តក្មេងវត្តឃុំបួរស្រុកភ្នំប្រខេត្តបាត់ដំបងចុះមកណាដើម្បីនាំយកនៅថវិកាឬក៏តេយ្យទានមួយចំនួនមកជូនដល់ក្រុមគ្រួសារដែលភ្លើងឆេះញាតិញោមខ្ញុំមិនឆេះអស់ហើយមិនសល់អីទៀតទេពុកនេះវាឆាប់អត់ដឹងតែវាឆេះខ្លាំងហើយពុកហ៎វាស្នោពុកដាក់ខាងនោះខាងឆេះខ្លាំងនេះបើយើងប្រើខ្សែបើយើងប្រើភ្លើងរត់ខាងមកពីកុបពីមែនទេមិនមកពីវាជាមកពីសាឡាមកពីសូឡាហ្នឹងសូឡាវាប៉ះគ្នាវាគប់ភ្លើងដិតចោលសើពីសើមិញខ្យល់ខ្លាំងខ្លាចតែពេលវាខ្យល់ទៅវាទៅវាគប់គ្នាហើយចឹងទៅវាឆេះអូហើយវាទម្លាក់ទៅខាងគួយនៅទីគួយនៅកន្លែងឆេះផ្ទាំងស្លាយតិចអត់លីងនៅតែក្រមតាមអត់មានសល់អីទៀតញញោមមើលអត់មានសល់អីទេអស់លីងមកតេស្អាតហើយហ្នឹង